តាមដានផងធនាគារធំមួយនៅ Swift ជាក៏ថាមាសនឹងឡើងដល់កម្រិតនេះនៅខែក្រោយចាប់ប៉ុន្មានថ្ងៃនេះសង្កេតឃើញថាហាងឆេងមាសមានការប្រែប្រួលលឿនខ្លាំងតម្លៃមាសឡើងចុះលឿនស្ទើរតែតាមមិនទាន់ជាក់ស្ដែងនៅព្រឹកថ្ងៃទី5ខែកុម្ភៈនេះដោយយោងតាមហាងមាសហគន្ធាហាងឆេងមាសបានធ្លាក់មកវិញនៅត្រឹម$608ក្នុងមួយជីខណៈដែលកាលពីម្សិលមិញវាឡើងដល់$625ក្នុងមួយជីយ៉ាងណាមិញនេះមិនមែនជាទីបញ្ចប់នៃការប្រែប្រួលរបស់មាសនោះទេដោយថ្មីនេះធនាគារដ៏ធំមួយនៅស្វីសបានព្យាករណ៍ថាមាសនឹងឡើងខ្លាំងទៀតនៅខែក្រោយយោងតាម CNBC ចុះផ្សាយកាលពីថ្ងៃទី4ធនាគារ UBS ដែលជាធនាគារធំមួយនៅស្វីសបានព្យាករណ៍ថាមាសនឹងឡើងដល់កម្រិត$6,200ក្នុងមួយអោនគឺ$7,469ក្នុងមួយតម្លឹងឬ$746ក្នុងមួយជីនៅខែក្រោយមុនពេលវាធ្លាក់ចុះមកត្រឹម$5,900ក្នុងមួយអោនគឺ$7,108ក្នុងមួយតម្លឹងឬ$710ក្នុងមួយជីនៅចុងឆ្នាំនេះគូបញ្ជាក់ថាតម្លៃមាសនៅទីផ្សារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងកំឡុងឆ្នាំ2025និងបន្តរក្សាកម្រិតខ្ពស់ចូលមកដល់ឆ្នាំ2026នេះអ្នកវិភាគអន្តរជាតិបានលើកឡើងថាមានកត្តាជាច្រើនដែលពាក់ព័ន្ធនឹងភាពមិនប្រាកដប្រជាខាងផ្នែកនយោបាយពិភពលោកគោលនយោបាយរូបិយវត្ថុនិងការផ្លាស់ប្ដូរទិសដៅវិនិយោគរបស់ធនាគារកណ្ដាលប្រទេសនានាហើយប្រសិនបើភាពតានតឹងខាងនយោបាយនិងហានិភ័យសេដ្ឋកិច្ចនៅតែបន្តអ្នកវិភាគព្យាករណ៍ថាតម្លៃមាសអាចនឹងនៅតែរក្សាកម្រិតខ្ពស់ខ្លាំងក្នុងឆ្នាំ2026